មនុស្សកើតតែដីមិនកើតទេពេលវេលាជុំគ្រួសារផ្ដល់ក្តីសុខភាពកក់ក្ដៅសុភមង្គលដល់កូនកូនណាខ្ញុំជឿថាអ្នកណាក៏ចង់បានអ្នកណាក៏ចង់ធ្វើប៉ុន្តែមិនមែនមានន័យថាគ្រប់គ្នាគាត់ពិតជាអាចផ្ដល់ពេលវេលានេះ 100% ភាពកក់ក្ដៅទៅដល់ក្រុមគ្រួសារក៏ដូចជាកូនរបស់ពួកគាត់ទេដូចជាខ្ញុំជាក់ស្ដែងអញ្ចឹងពីមុននៅពេលដែលខ្ញុំធ្វើការតែងតែគិតប៉ុន្តែអត់មានឱកាសនៅក្នុងការធ្វើនៅជាមួយកូនផ្ដល់ពេលវេលារីករាយជូនគាត់លេងអ្វីដែលជាកុមារភាពចង់លេងចង់បានណាព្រោះតែបន្តិចទៀតទៅធំហើយអត់មានឱកាសឬក៏អត់អាចអារម្មណ៍សប្បាយលេងដូចពេលវ័យក្មេងទេពេលវេលាដែលគាត់នៅក្មេងណាมันជាយូរទេតិចទៀតទៅគាត់នឹងធំហើយអញ្ចឹងពេលវេលាដែលយើងអាចផ្ដល់ជូនគាត់បានគឺឆ្លៀតបានឆ្លៀតខ្ញុំមានកំណត់មួយមានក្តីសម័យចង់នៅជុំគ្រួសារចង់មានពេលវេលាឲ្យកូនអ្វីដែលខ្ញុំចាប់ផ្ដើមជំហានដំបូងគឺការវិនិយោគនៅលើវិស័យអចលនទ្រព្យដែលអាចឲ្យខ្ញុំមានឱកាសនៅក្នុងការពង្រីកនៅការគិតពង្រីកនៅការតំណែងក៏ដូចជាចំណូលដែលអាចឲ្យខ្ញុំមានពេលវេលាធ្វើកិច្ចការងារដែលខ្លួនឯងស្រឡាញ់ចេញមកប្រកបរបរអាជីវកម្មអចលនទ្រព្យនេះហើយក៏មានពេលឲ្យកូនឲ្យមនុស្សជាទីស្រឡាញ់អាចសាកល្បងមើលពីតូចទៅពីទឹកលុយចំនួនតិចទៅរៀនអនុវត្តជាមួយនឹងវាយើងនឹងឃើញអំពីឱកាសក៏ដូចជាទទួលបានចំណេះដឹងជាក់ស្ដែងពេលខ្លះស្ដាប់ឮការវិនិយោគទៅលើការទិញលក់អចលនទ្រព្យស្ដាប់ឮការចំណេញឬក៏ការដែលទិញមកឆ្នៃដាក់ជួលបែបណានោះបើសិនជាយើងអត់បានទៅសាកល្បងខ្លួនឯងប្រកាសជាមិនដឹងថាតើវាមានរសជាតិបែបណាហើយទន្ទឹមនឹងហ្នឹងកុំភ្លេចទៅលើការចាត់ចែងហិរញ្ញវត្ថុសាច់ប្រាក់ឲ្យបានត្រឹមត្រូវសាកល្បងនៅចំណុចតូចចាប់ផ្ដើមមួយដើម្បីទទួលបានបទពិសោធន៍សំខាន់ចង់បានទីតាំងល្អចង់បានតម្លៃល្អចង់លក់ចេញលឿនកុំភ្លេចជាមួយនឹងនាងខ្ញុំរស្មីទិញចំណេញលក់ចំណេញជួបគ្នានៅក្នុងវីដេអូក្រោយ